សាច់គ្រឿងផ្ដើមចេញមកនៅលើផ្ទៃទឹកនៅលើកប៉ាល់ដែលធ្វើដំណើរពីប្រទេសជប៉ុនមកទីក្រុងលន់ដុនប្រទេសបារាំងដែលអ្នកនាយសំពៅបានប្រាប់ថាមកដល់ទីក្រុងលន់ដុនហើយគ្រាន់តែឮសម្ដីនេះភ្លាមទាំងអស់គ្នាក៏ឡើងមកលើកប៉ាល់ដើម្បីមើលទៅលើដីគោកដែលមានអគារខ្ពស់ខ្ពស់មានស្ពានមានអគារបុរាណជាច្រើនក្នុងនោះក៏មានតួឯកស្រីយើងផងដែរលីលីនៅក្នុងឈុតរបស់ជនជាតិជប៉ុនប្រពៃណីនាងបានឡើងមកលើហើយរំភើបខ្លាំងមែនទែនជាមួយនឹងទេសភាពដែលបានឃើញនាងបានសម្រេចចិត្តបន្តការសិក្សាផ្នែកសិល្បៈគំនូររបស់នាងនៅក្នុងប្រទេសបារាំងគ្រាន់តែមកដល់ដីគោកភ្លាមលីលីក៏ប្រញាប់ដើរទៅតាមផែនទីដើម្បីស្វែងរកសាលារៀនដែលនាងត្រូវបន្តការសិក្សាប៉ុន្តែដូចដែលឃើញអញ្ចឹងនៅពេលដែលមកដល់មនុស្សនៅតាមផ្លូវមិនថាជនជាតិបារាំងឬក៏ជប៉ុននោះទេម្នាក់គឺរវល់ខ្លាំងមែនទែនហើយលីលីក៏គិតថាមិនអីទេមានផែនទីនៅក្នុងដៃដែរបើកមើលផែនទីដើម្បីទៅខ្លួនឯងក៏បានដែរប៉ុន្តែគ្រាន់តែបើកផែនទីមកភ្លាមខ្យល់ក៏គួចមកវឹបធ្វើឲ្យផែនទីដែលនាងមានត្រឹមតែមួយសន្លឹកហ្នឹងធ្លាក់ទៅក្នុងទឹកលីលីទាល់ខ្លាំងមែនទែនអត់ដឹងត្រូវធ្វើម៉េចទេហើយភាសាក៏មិនសូវល្អស្ទាត់ប្រហែលទៀតដូច្នេះហើយលីលីក៏ដើរទៅហើយក៏ប្រទះឃើញជាមួយនឹងបរិសម្នាក់ហ្នឹងកំពុងតែគូសគំនូរលើមាត់ទឹកដោយសារតែឃើញទឹកដៃគូសគឺគូសស្អាតមែនទែនគូសលឿនហើយគឺស្មៅស្អាតទៀតហើយក៏លួចមើលគេគូសអញ្ចឹងរហូតដល់បរិសក់ពណ៌មាសហ្នឹងដឹងខ្លួនឯងសួរថាមើលអីអញ្ចឹងទៅគាត់ថាអូសុំទោសគាត់អត់បានចង់មករំខានទេគ្រាន់តែឃើញទឹកដៃគូសហ្នឹងគាត់ពេញចិត្តពេកអីអញ្ចឹងណាហើយប្រុសម្នាក់ហ្នឹងក៏មើលមុខលីលីហើយក៏អត់មាត់អីដែរហើយក៏លីលីសួរថាតើលោកស្គាល់ឈ្មោះShotomat Art Academy ដែរអត់សាលាដែលនាងត្រូវមកបន្តការសិក្សាហ្នឹងប៉ុន្តែប្រុសម្នាក់នោះមាត់មើលហើយដៃសិតតែខ្មៅដៃដែលគូសដោយខ្ជុំហ្នឹងណាហើយក៏ហុចនំប៉័ងឲ្យសួរថាញ៉ាំអត់ហើយលីលីហ្នឹងគេថាអូញ៉ាំអីគេសិតតែដីហ្នឹងសិតតែខ្ជុំនៅហ្នឹងគាត់អត់ញ៉ាំទេហើយប្រុសម្នាក់ហ្នឹងក៏ដាក់ចូលមាត់ផ្លុកធ្វើឲ្យលីលីយើងភ្ញាក់ផ្អើលជាខ្លាំងណាថាអូយរោគចិត្តទៅដឹងអីអញ្ចឹងទៅហើយក៏គាត់ប្រុសម្នាក់ហ្នឹងក៏អត់តបអីដែរហើយក៏ស្រឡឹងមើលហើយគាត់បែរមកគូសទៀតហើយលីលីហ្នឹងក៏ល្អូទៅទៀតណាដើរចេញហើយក៏ល្អូពីក្រោយខ្នងអញ្ចឹងទៅថាអើយមនុស្សអីក៏ចម្លែកមែនលោកឯងដៃឡើងក៏ក្រិចហើយកាន់នំប៉័ងដាក់ចូលមាត់ហើយសួរក៏មិនចង់តបអីចឹងទៅស្រាប់តែពេលដើរចេញមកបានមួយចំហៀនបរិសសក់មាសហ្នឹងក៏តបប្រាប់ថាដើរទៅត្រង់ទៅហើយបន្ទាប់មកនឹងឃើញហាងមួយហើយបន្ទាប់មកក៏បត់ស្ដាំទៅហើយនឹងឃើញសាលាហ្នឹងឯងគ្រាន់តែលឺអញ្ចឹងភ្លាមលីលីក៏កលេចក្រោយមើលហើយក៏មានអារម្មណ៍ថាស្ដាយក្រោយដែរដែលថាឲ្យហើយក៏និយាយពីអត់ល្អពីបរិសម្នាក់ហ្នឹងហើយតែនេះគាត់ជាមនុស្សល្អទេមើលទៅប៉ុន្តែលីលីក៏សម្រេចចិត្តបែរមកវិញនឹងដើរទៅតាមផ្លូវដែលបរិសសក់មាសនឹងប្រាប់ហើយក៏បានមកដល់ជួបនឹងអទេសសេះដែលគេមកដើម្បីទទួលលីលីនឹងឯងនៅតាមផ្លូវជាអទេសសេះហ្នឹងគឺលីលីភ្ញាក់ផ្អើលខ្លាំងណាស់ជាមួយនឹងទីក្រុងនេះព្រោះទីក្រុងនេះគឺជាទីក្រុងសិល្បៈតែម្ដងអគារចាស់បរិយាកាសថ្មីមនុស្សថ្មីជុំវិញខ្លួនធ្វើឲ្យនាងរំភើបខ្លាំងមែនតែនគឺនៅអត់ស្ងៀមទេបើកភ្នែកធំតាមផ្លូវរហូតមកដល់ទីតាំងរបស់នាងហ្នឹងក៏បានមកជួបជាមួយនឹងស្រះសាចាហើយក៏សំណេះសំណាលគ្នាអញ្ចឹងណាពីព្រោះតែលីលីគឺជាសិស្សតំណាងឲ្យប្រទេសជប៉ុនហើយនាងបានទទួលអាហារូបករណ៍ពីសាលាសិល្បៈគឺតំណាងឲ្យជាតិតែម្ដងដែលគាត់បាននិយាយត្រួសពីសាលានិងសួរសុខទុក្ខទៅលីលីហើយក៏ណែនាំពី Brown ដែលជាអ្នកណែនាំផ្លូវដែលគាត់មានបទពិសោធន៍មុននឹងចាត់ទុកថាសិស្សច្បងក៏បានដែរដែលជួយណែនាំពីចក្ខុវិស័យរបស់សាលាដែលសាលានេះគឺជាសាលាលំដាប់លេខ1នៅក្នុងទីក្រុងលន់ដុនហ្នឹងហើយមានឯកទេសអីខ្លះដូចជាសូនរូបសិល្បៈខាងកញ្ចក់ហើយក្នុងនោះផងដែរក៏មានគំនូរគូសរូបហើយក៏បង្ហាញពីទីតាំងបែបអគារហ្នឹងវាមានលក្ខណៈបែបម៉េចហើយសិស្សដែលមករៀននៅទីនេះហ្នឹងគឺគេអបកាន់វណ្ណៈមានក្រមិនគឺរៀនចម្រុះពូជសាសន៍តែម្ដងដែលធ្វើឲ្យសាលានេះល្បីខ្លាំងមែនទែននៅក្នុងទីក្រុងលន់ដុនហ្នឹងក្នុងនោះផងដែរមនុស្សស្រីក៏មានសិទ្ធិស្មើនឹងបុរសដែរនៅក្នុងសាលានេះដែលធ្វើឲ្យលីលីគឺពេញចិត្តខ្លាំងមែនទែនក៏ដូចជាប្រោនដែរព្រោះអីនៅសម័យមុនដូចជាដឹងអញ្ចឹងថាមនុស្សប្រុសគឺគេមានអត្ថភាពខ្ពស់ជាងស្ត្រីណាហើយបើទោះជារៀនជំនាញខាងគូសរូបឬក៏សេរ៉ាមិចអីក្តីគ្រប់គ្នាក៏ត្រូវតែរៀនមុខវិជ្ជាមូលដ្ឋានគឺមុខវិជ្ជាគណិតមុខវិជ្ជាគ្រឹះគណិតវិទ្យាសាស្ត្រអីដូចធម្មតានឹងដែលធ្វើឲ្យអ្នកទាំងអស់គ្នានឹងគឺអត់សូវចូលចិត្តទេប៉ុន្តែគឺត្រូវតែរៀនជាមួយនឹងមុខវិជ្ជាគ្រឹះនឹងទាំងអស់បែបទ្រឹស្ដីហើយក្នុងនឹងផងដែរនៅសាលាក៏មានបន្ទប់តាំងពិព័រណ៍ស្នាដៃរបស់សិស្ស
ដែលមានស្នាដៃចម្រុះតែម្ដងហើយនៅក្នុងនោះក៏គេតាំងពីស្នាដៃអ្នកជាប់លំដាប់លេខ1លេខ2លេខ3ហើយគ្រាន់តែឃើញភ្លាមលីលីក៏ចាប់ផ្ដើមរំភើបហើយគាត់គិតថាអូតើខ្ញុំនឹងយកស្នាដៃរបស់ខ្ញុំមកដាក់តាំងនៅកន្លែងហ្នឹងហើយប្រោនក៏លើកទឹកចិត្តថាត្រូវតែដាក់មកហើយស្នាដៃហ្នឹងណាលេខ1គឺមានតែម្នាក់ទេដែលពិសេសគឺថាប្រហែលឆ្នាំហើយអត់មានអ្នកប្របាក់ស្នាដៃនឹងបានទេគាត់នឹងលឺអញ្ចឹងលីលីក៏ដើរទៅមើលក៏ឃើញឈ្មោះថា Kid Church ដែលធ្វើឲ្យលីលីចាប់អារម្មណ៍ជាមួយស្នាដៃរបស់គាត់មែនទែនគឺជាស្នាដៃអ្នកលំដាប់លេខ1នឹងឯងហើយដើរមកហត់ទៅក៏លីលីចូលមកក្នុងបន្ទប់គូសគំនូហើយក៏ហត់ពេកក៏អង្គុយចុះសម្រាប់អីចឹងក៏នឹកឃើញដល់សម្ដីម្ដាយដែលនៅប្រទេសជប៉ុនហ្នឹងម្ដាយឪពុកគាត់គឺហាមឲ្យកូនហ្នឹងមករៀនទេប៉ុន្តែដោយសារតែលីលីជំនះពេកហើយម្ដាយលីលីគឺការជាងឪពុកខ្លាំងណាស់អញ្ចឹងម្ដាយក៏យល់ព្រមព្រោះកូនទទួលបានអាហារូបករណ៍ចង់មករៀនបន្តប៉ុន្តែម្ដាយត្រូវដាក់លក្ខខណ្ឌជាមួយថាពេលរៀនត្រូវទៅជាប់លេខ1បើជាប់លេខ2ត្រូវត្រឡប់មកប្រទេសជប៉ុនវិញរៀនការងារផ្ទះនិងត្រៀមខ្លួនធ្វើជាប្រពន្ធរបស់គេនឹងហើយជាមូលហេតុធ្វើឲ្យលីលី stress ខ្លាំងមែនទែនគ្រាន់តែឃើញស្នាដៃអ្នកលំដាប់លេខ1ក៏គិតថាអូយទៅរៀនរួចអត់ទេនេះស្រាប់តែភ្ញាក់ខឹងដឹងខ្លួនឡើងឃើញបរោះសក់ពណ៌មាសម្នាក់កំពុងតែរើវ៉ាលីខ្លួនឯងហើយលីលីក៏ភ្ញាក់ផ្អើលមែនទែនហើយក៏ស្រែកសួរទៅថាធ្វើស្អីហ្នឹងមករើកៅខ្ញុំធ្វើស្អីហើយប្រុសម្នាក់ហ្នឹងក៏រើក៏បង្ហាញកណាត់ពណ៌សដែលជាឈុតក្នុងរបស់លីលីហ្នឹងណាលីលីក៏ទៅដើមវ៉ាលីគាត់វិញហើយក៏ដាក់បរោះហ្នឹងមកវ៉ាលីមកទៅភ្លឹងតែម្ដងសំឡេងស្រែកសំឡេងកោកកាក់របស់លីលីនឹងធ្វើឲ្យអ្នកដតីទៀតគេឮហើយក៏គេមកមើលក្នុងបន្ទប់នឹងក៏ឃើញថាលីលីនឹងកំពុងតែវាយប្រុសម្នាក់នឹងដួលដេកនឹងដីហើយខាងប្រុសហ្នឹងក៏ងើបឡើងអ៊ីមេអង្គុយបែបស្ងៀមស្ងាត់អីអញ្ចឹងអត់ដឹងកំហុសខ្លួនឯងទេដែលធ្វើឲ្យអ្នកទាំងនោះក៏ចាប់ផ្ដើមថាធ្វើអញ្ចឹងទៀតហើយហេតុអីក៏អត់ស្វាគមន៍សិស្សថ្មីអីអញ្ចឹងទៅហើយក៏ខាងប្រុសសក់ពណ៌មាសយើងក៏ប្រាប់ថាគាត់គ្រាន់តែត្រូវការកណាត់ដើម្បីជួយការគូសរូបគាត់ទេគាត់មិនបានគិតអីទេហើយអ្នកទាំងនោះក៏នាំគ្នាចោទថាអើយហេតុអីក៏ធ្វើអញ្ចឹងទៀតអីធ្វើតែរឿងអាម៉ាស់អញ្ចឹងអាខិតគ្រាន់តែលើឈ្មោះខិតភ្លាមធ្វើឲ្យលីលីយើងចាំឈ្មោះដល់ម្ចាស់គំនូស្នាដៃលេខ1ថាប្រុសម្នាក់នេះមែនទេម្ចាស់ស្នាដៃលេខ1ហ្នឹងហើយចរិតឡើងអញ្ចឹងជាប់ស្នាដៃលេខ1ដែលធ្វើឲ្យលីលីចាប់ផ្ដើមមានចិត្តថាត្រូវធ្វើមិនដើម្បីឲ្យឈ្នះបរិសម្នាក់នេះឲ្យបានប្រុសឡប់អង្គុយស្ងាត់នៅដីហ្នឹងមែនគាត់ត្រូវតែឈ្នះម្នាក់ហ្នឹងឲ្យបានតែដោយតែដឹងអញ្ចឹងបើសិនជាលីលីជាប់លំដាប់លេខ2ទៅលើផ្ទាំងកណូគាត់ម៉ាក់គាត់នឹងយកគាត់ទៅប្រទេសជប៉ុនវិញតើសាច់រឿងនឹងទៅជាយ៉ាងណាសូមរងចាំភាពបន្ត